ដែលនេះសង្គមកម្មការប្រយុទ្ធគ្នាម្ដងទៀតហើយថ្ងៃនេះបានធ្វើការសង្ខេបតាក់ទងជាមួយនឹងចម្បាំងរវាង Luffy ជាមួយនឹង Kaido តើការប្រយុទ្ធគ្នាវាទៅជាណាសម្រាប់អ្នកមកថ្មីកុំភ្លេចជួយ Subscribe ម្នាក់មួយផងតោះចម្បាំងកន្លែងនេះយើងឃើញថា Luffy ក៏បានហក់ទៅលើមេហើយក៏បានប្រើជាមួយនឹងក្តាប់ដៃកម្មរបស់គាត់ដែលក្តាប់ដៃនេះមានឈ្មោះថា Red ហើយគាត់ក៏បានធ្វើការដាល់ទៅកាន់ក្បាលរបស់ Kaido ដែលហៅថាគឺ Rock យើងឃើញថាម្ដាយរបស់ Luffy ធ្វើ Kaido ហ្នឹងគឺផុងទៅទៅក្រោមហើយគឺរបួស Monster នោះទេហើយជុំវិញកន្លែងហ្នឹងគឺបែកខ្ទេចខ្ទីអស់និយាយរួមទៅគឺអត្តពលរបស់ Luffy មកទៅកាន់ក្បាល Kaido នោះគឺមានអត្តពលខ្លាំងមែនទែនហើយគាត់ក៏បានហក់ចុះមកក្រោម Luffy ក៏បាននិយាយថាខ្ញុំគឺ Monkey D Luffy ខ្ញុំគឺជាបរិមម្នាក់ដែលល្អជាងអ្នកដទៃទាំងអស់ហើយយើងឃើញថា Luffy ក៏នៅតែបន្តនិយាយពាក្យមួយទៀតថាខ្ញុំគឺនឹងក្លាយទៅជាស្ដេចចៅសមុទ្រហើយចម្បាំងនេះគឺជាចម្បាំងរវាង Kaido និង Luffy គឺវគ្គផ្ដាច់ព្រាត់តទៅពី Luffy បានមកទៅកាន់ក្បាល Kaido រួចហើយគាត់ក៏បានមកឈរមុខទល់មុខជាមួយនឹង Kaido ហើយយើងឃើញថា Kaido គឺបានត្រូវរបួសហើយបានហូរឈាមទៀតផងហើយ Kaido ក៏បាននិយាយថា Haki របស់ឯងគឺប្រឆាំងជាមួយនឹងខ្ញុំមិនមែន Zoro ក៏បាននិយាយប្រាប់ឲ្យយើងបានដឹងថា Haki ដែល Luffy វាយទៅកាន់ Kaido នោះគឺជាលោកតាចាស់នៅប្រទេស Wano ដែលបានបង្រៀនគាត់ហើយ Kid ក៏បានសួរទៅកាន់ Zoro ថាតើ Haki នឹងវាជា Haki ប្រភេទអ្វីហើយក៏បានឆ្ងល់ថាហេតុអ្វីបាន Haki នឹងគឺអាចវាយទៅកាន់ Kaido ឲ្យមានរបួសបានហើយ Zoro ក៏បានឆ្លើយថាគឺ Ryuo ហើយ Zoro ក៏បានបន្ថែមទៀតថា Haki នឹងគឺអាចវាយបំផ្លាញគូសត្រូវពីខាងក្នុងមកបាននិយាយរួមទៅគឺវាបហាខាងក្នុងមកក្រៅវិញនឹងឯងបន្ទាប់ពី Kaido ស្មោះសម័យដែលត្រូវខ្ញុំបានកាត់ចោលហើយឥឡូវយើងមកតវគ្គទៀតយើងឃើញថា Kaido បានក្រោកឈរទល់មុខជាមួយនឹង Luffy បន្ទាប់ពីត្រូវមកកណ្ដាប់ដៃរបស់ Luffy ដែលប្រើ Haki ថ្មីរបស់គាត់ដោយលើកនេះនឹងពួកគេក៏បានប្រើ Haki របស់ពួកគេដើម្បីប្រឆាំងគ្នាតើមួយណាខ្លាំងជាងយើងឃើញថា Haki របស់ពួកគេទាំងពីរនាក់ហ្នឹងគឺប្រឆាំងគ្នានិយាយរួមទៅថាអពលគឺខ្សែខ្ពីពេញទៅនឹងឯងយើងឃើញថា Big Mom ក៏នៅគៀននឹងឯងហើយគាត់ក៏បាននិយាយថាគឺចង់សម្លាប់មនុស្សទាំងអស់ហើយអ្វីគ្រប់យ៉ាងនៅមនុស្សគ្រប់យ៉ាងគឺត្រូវបំផ្លាញទាំងអស់យើងកាន់មកកាន់ Kaido ជាមួយនឹង Luffy កំពុងតែឈរតឹងសរសៃកដាក់គ្នាដោយពួកគេហ្នឹងគឺមិនទាន់វាបហាគ្នាមុននោះទេយើងឃើញថាពួកគេទាំងពីរនាក់ហ្នឹងគឺបានផ្អាកប្រើ Haki ទាំងពីរនាក់នឹងឯងហើយយើងឃើញថា Kaido ក៏បានហក់ទៅទ្វារបហាទៅកាន់ Luffy មួយដំបងដោយមួយដំបងរបស់ Kaido ហ្នឹងពិតជាខ្លាំងមែនទែនហើយក៏បានដាក់ឈ្មោះឲ្យថាគឺ Thunder Bakuaមួយដំបងរបស់ Kaido នឹងក៏បានវាយបហាទៅកាន់ Luffy ជាប់ធ្វើ Luffy នឹងប៉ើងដែនដងដល់អស់ប្រមាណម៉ែត្រនោះទេហើយគេថា Luffy នឹងក៏បានបែកក្បាលហើយហូរឈាមទៀតផងនិយាយរួមទៅគឺត្រូវរបួសនឹងឯងហើយ Luffy ក៏បាននិយាយថាគាត់ក៏បានប្រើ observation Haki ដើម្បីមើលផងដែរក៏ប៉ុន្តែវាលឿនពេកហើយ Kaido ក៏បាននិយាយបួលទៅកាន់ Luffy ថាវាគ្មានប្រយោជន៍នោះទេក្នុងពេលនេះយើងឃើញថា Big Mom ក៏បានធ្វើការវាយបហាមកកាន់ Luffy ដោយគាត់ចង់ដុត Luffy ជាមួយនឹងព្រះអាទិត្យរបស់គាត់ហើយគាត់ក៏បាននិយាយប្រាប់ទៅកាន់ព្រះអាទិត្យដែលមានមុខស្ញែងរបស់គាត់នឹងឲ្យទៅដុត Luffy ឲ្យកាច់ជាផេះទៅដោយក្បាច់របស់វានឹងគឺមានឈ្មោះថា Heavenly Fire Zoro ក៏បានប្រើតេញនេះរបស់គាត់ដែលជា Force Fire Style Flame Rain ដើម្បីកាប់វាបហាទៅកាន់ព្រះអាទិត្យដែលវាបហាមកកាន់ Luffy ធ្វើឲ្យវានឹងដាច់ជាពីរហើយ Luffy ក៏បានរួចខ្លួនអំពីការវាបហារបស់ Big Mom ធ្វើឲ្យ Big Mom នឹងមានការខឹងជាខ្លាំងហើយ Luffy ក៏បានស្រែកទៅកាន់ Zoro ថាតើឯងនឹងប្រើតេញនេះរបស់ Kinemon មិនមែនវាពិតជាអស្ចារ្យខ្លាំងមែនទែន Zoro ហើយ Zoro ក៏បាននិយាយថាខ្ញុំក៏បានលួចរៀនវាមកហើយ Luffy ត្បាយមិនទាន់អស់ចិត្តផងយើងឃើញថា Kaido ក៏ត្រៀមវាបហាមកកាន់ Luffy ហើយយើងឃើញថាដំបូងរបស់ Kaido នឹងគឺវាបហាចិត្តទៅដល់ Luffy ហើយក៏ប៉ុន្តែត្រូវបានឡជួយដោយប្រើស្ទេចតិចមួយមានឈ្មោះថា Chambers ជាមួយតិចនេះរបស់ឡយើងឃើញថា Luffy ក៏បានបដូរទីតាំងជាមួយនឹងដុំថ្មហើយក៏បានរួចខ្លួនពីការវាបហារបស់ Kaido ដោយយើងឃើញថាការវាបហារបស់ Kaido មកដបងនឹងពិតជាខ្លាំងមែនទែនបើត្រូវប្រហែលជាបាក់កងងាប់ដោយ Luffy យើងមើលមកទៅកាន់ Kaido ក៏ដឹងថា Kaido កំពុងតែមើលដែរហើយយើងឃើញថា Luffy ក៏បាន teleport មកដល់ Kin Law ហើយក៏បានធ្វើការអរគុណទៅកាន់ Law នឹងឯងដែលបានជួយសង្គ្រោះគាត់បន្ទាប់ពីពួកគេទាំង3ក្បាលហ្នឹងកំពុងតែឆ្លោះគ្នាហើយពួកគេទាំង3ក្បាលហ្នឹងគឺមិនព្រមចាញ់នោះទេហើយពួកគេទាំង3ក្បាលហ្នឹងត្រូវបាន Big Mom គឺវាបហាមកកាន់គាត់ដោយប្រើជាមួយនឹងព្រះអាទិត្យមុខស្ញែងនឹងឯងយើងគិតថាព្រះអាទិត្យហ្នឹងវាប្រើតិចនិចថ្មីដែលមានឈ្មោះថា Heavenly Bond វាបហាទៅកាន់ Luffy ហើយនឹង Law ហើយនឹង Kid បាញ់ដុំភ្លើងចំនួន3ដុំទៅកាន់ពួកគេទាំង3នាក់ហើយ Luffy ក៏បាននិយាយថាអូខេយើងមិនព្រមចោះចាញ់នោះហើយពួកគេទាំង3នាក់ក៏បានប្រដគ្នាប្រធានណាគេកិច្ចអំពីការវាបហារបស់ព្រះអាទិត្យហ្នឹងគឺនៅនឹងនេះចាញ់យើងឃើញថា3ក្បាលហ្នឹងគឺវាមិនកិច្ចនោះទេហើយ Zoro ក៏បានស្រែកថាឯពួកអាតមើលមកលេងការខាង3ក្បាលនេះវិញយើងឃើញថាវាពងប្រឈមមុខជាមួយនឹងថាអពលភ្លើងរបស់ព្រះអាទិត្យនឹងឯងដោយពួកគេទាំង3នាក់គឺមិនព្រមកិច្ចនោះទេដោយសារពួកគេហ្នឹងគឺចង់ឈ្នះជាមួយនឹងការភ្នាល់គ្នារវាងពួកគេទាំង3នាក់បើសិនណាគេកិច្ចជាមួយនឹងថាអពលហ្នឹងគឺនឹងចាញ់មានអីគឺប៉ើងនឹងឯងគឺម៉ាំងប៉ើងឯទាំងអស់គ្នានឹងឯងហើយផ្សេងជប់ហើយ Zoro ក៏បានស្រែកសួរទៅបានពួកគេថាឯងកំពុងតែធ្វើអីគេយើងកាន់មកខាង Big Mom វិញកំពុងតែសើចសប្បាយចិត្តហើយក៏បាននិយាយថាឥឡូវហ្នឹងតើមួយណាដែលចង់ខ្លាចទៅជាស្ដេចចៅសមុទ្រអ្វីក៏បានដែលកំពុងតែឆ្លោះគ្នាហ្នឹងអនុញ្ញាតខ្ញុំឃើញមើលខ្ញុំនឹងសម្លាប់ពួកឯងទាំងអស់បន្ទាប់មក Kaido ក៏បានងើបមកហើយក៏បានប្រាប់ថាលីនឆាប់ថយទៅក្រោយទៅខ្ញុំចង់ដឹងថាមួយណាខ្លាំងជាងមួយណា
មកលេងការខាងលូហ្វីវិញបន្ទាប់ពីត្រូវមកដុំភ្លើងនោះហើយគាត់ក៏បានឆ្លោះគ្នាទៀតហើយតាណាគេប្រាស់ប្រូទីកន្លែងខ្លះតាណាគេកិច្ចខ្លះគេទៅគឺឆ្លោះគ្នាកន្លែងនឹងគ្រប់កន្លែងម្រាប់អូខេហ្នឹងហើយសក្រីមគឺទៅតែចាប់ផ្ដើមមកទេយើងនឹងបន្តជាមួយនឹងផានវាយគ្នាសាហាវជាងនឹង10 20ដងទៀតហើយវីដេអូរបស់ខ្ញុំវារៀងតែដោយសារតែ YouTube វាចាប់ខ្លាំងពេក